ហើយយើងចាប់ដើមថ្វាយអង្គមព្រះជាមួយគ្នានៅសប្តាហ៍នេះទៀតយើងមានចំណងជើងថាការអត់ធ្មត់នាំឆ្ពោះទៅកាន់ជ័យជំនះគ្រាន់តែអត់ធ្មត់សោះហើយធ្វើឲ្យយើងទទួលបានជ័យជំនះហើយគួរស្ញប់ស្ញែងតើរបៀបមិនទៅគ្រាន់តែរបៀបអត់ធ្មត់ហើយនាំឲ្យយើងទទួលបាននូវជ័យជំនះយើងនឹងតាមដានជាមួយគ្នានៅពេលនេះខ្ញុំមានព្រះបន្ទូលគោលចំនួន2នឹងចែករំលែកជូនលោកអ្នកបងប្អូនទាំងអស់គ្នាទី1នៅក្នុងព្រះគម្ពីររ៉ូមជំពូក5ខ3ទៅដល់ខ4បានចែងថាមិនតែប៉ុណ្ណោះសោតយើងនៅតែអួតក្នុងកាលដែលមានទុក្ខលំបាកដែរដោយដឹងថាសេចក្តីទុក្ខលំបាកបង្កើតឲ្យមានសេចក្តីទ្រាំទ្រហើយសេចក្តីទ្រាំទ្របង្កើតឲ្យមានសេចក្តីស៊ាំថ្នឹកសេចក្តីស៊ាំថ្នឹកបង្កើតឲ្យមានសេចក្តីសង្ឃឹមព្រះគម្ពីរមួយទៀតគឺព្រះគម្ពីរហេព្រើរជំពូក10ខ36ត្បិតអ្នករាល់គ្នាត្រូវការនឹងសេចក្តីអត់ធ្មត់ដើម្បីឲ្យបានទទួលសេចក្តីដែលបានសន្យាដោយធ្វើតាមព្រះហត្ថីព្រះអាមែនចឹងមុនយើងចូលទៅយើងអធិដ្ឋានជាមួយគ្នាសិនអោព្រះវរបិតាជាម្ចាស់ស្ថានសួគ៌ដ៏បរិសុទ្ធនិងប្រកបដោយព្រះគុណដ៏អស្ចារ្យអីនៅថ្ងៃអាទិត្យដ៏បរិសុទ្ធនេះទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាបានចូលមកនៅចំពោះព្រះវត្តមានរបស់ទ្រង់ដោយចិត្តស្ងប់ស្ងាត់និងដួងចិត្តពោពេញទៅដោយការថ្វាយបង្គំទូលព្រះបង្គំយើងខ្ញុំសូមអរព្រគុណទ្រង់សម្រាប់ការការពារការផ្គត់ផ្គង់និងសេចក្តីស្រឡាញ់ដែលមិនចេះផុតរបស់ទ្រង់ដែលបានថែរក្សាជីវិតទូលព្រះបង្គំយើងខ្ញុំរហូតមកដល់ថ្ងៃនេះអោព្រះអង្គម្ចាស់អើយទូលព្រះបង្គំយើងខ្ញុំទទួលស្គាល់ថាក្នុងជីវិតរបស់ទូលព្រះបង្គំយើងខ្ញុំមានពេលជាច្រើនដែលទូលព្រះបង្គំយើងខ្ញុំអស់កម្លាំងបាក់ទឹកចិត្តនិងខ្វះការអត់ធ្មត់នៅចំពោះការសាកល្បងសូមព្រះញាណបរិសុទ្ធពង្រឹងចិត្តទូលព្រះបង្គំយើងខ្ញុំឲ្យចេះពឹងផ្អែកលើទ្រង់មិនមែនលើកម្លាំងមិនមែនលើប្រាជ្ញារបស់ខ្លួនឡើយសូមជួយឲ្យទូលព្រះបង្គំយើងខ្ញុំចេះរងចាំពេលវេលារបស់ព្រះដោយសេចក្តីជំនឿដែលដឹងថាទ្រង់កំពុងធ្វើការដើម្បីប្រយោជន៍របស់អ្នកដែលស្រឡាញ់ទ្រង់នៅពេលដែលទូលព្រះបង្គំយើងខ្ញុំស្ដាប់ព្រះបន្ទូលនៅថ្ងៃនេះសូមបើកចិត្តបើកគំនិតនិងបើកត្រចៀកវិញ្ញាណរបស់ទូលព្រះបង្គំយើងខ្ញុំឲ្យយល់ពីសេចក្តីពិតរបស់ទ្រង់សូមប្រទានប្រាជ្ញានិងការចាក់បញ្ចូលពីព្រះវិញ្ញាណបរិសុទ្ធដល់អ្នកបម្រើដែលនឹងចែកចាយព្រះបន្ទូលដើម្បីឲ្យការបង្រៀនមានអំណាចប៉ះពាល់ដល់ចិត្តនិងនាំឲ្យមានការផ្លាស់ប្រែជីវិតសូមឲ្យសេចក្តីអធិប្បាយអំពីការអត់ធ្មត់នាំឆ្ពោះទៅកាន់ជោគជ័យក្លាយជាកម្លាំងលើកទឹកចិត្តដល់អ្នកដែលកំពុងអស់សង្ឃឹមអ្នកដែលកំពុងរងចាំការឆ្លើយតបពីព្រះនិងអ្នកដែលកំពុងប្រឈមនឹងការលំបាកផ្សេងសូមជួយឲ្យទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាចេះអត់ធ្មត់ក្នុងព្រះអង្គហើយបន្តដំណើរតាមព្រះハរតីរបស់ទ្រង់និងមិនបោះបង់ជំនឿឡើយសូមប្រទានព្រះពរដល់គ្រប់ក្រុមគ្រួសារគ្រប់អ្នកដឹកនាំគ្រប់អ្នកបម្រើនិងសមាជិកក្រុមជំនុំទាំងអស់សូមឲ្យសន្តិភាពសេចក្តីស្រឡាញ់និងការរួបរួមស្ថិតនៅក្នុងក្រុមជំនុំរបស់ទ្រង់ជានិច្ចទូលព្រះបង្គំយើងខ្ញុំសូមប្រគល់កម្មវិធីថ្វាយបង្គំទាំងមូលនេះនៅក្នុងព្រះហស្ថដ៏មានព្រះជេស្តារបស់ទ្រង់សូមឲ្យព្រះនាមទ្រង់ត្រូវបានលើកតម្កើងហើយសូមឲ្យជីវិតរបស់ទូលបង្គំយើងខ្ញុំទាំងអស់គ្នាបានទទួលនូវការផ្លាស់ប្រែប្រកបដោយអំណាចនៃព្រះបន្ទូលរបស់ទ្រង់ទូលព្រះបង្គំសូមអធិដ្ឋានដោយជំនឿនិងសូមថ្វាយក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអរគុណព្រះអង្គជាសេចក្តីផ្ដើមយើងហើយទៅជាមួយគ្នាទៀតលោកអ្នកបងប្អូនជាទីគោរពស្រឡាញ់និងរាប់អាននៅក្នុងព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទនៅក្នុងជីវិតរបស់មនុស្សគ្រប់រូបគ្មាននរណាម្នាក់អាចគេចផុតពីការលំបាកគ្មាននរណាម្នាក់អាចគេចផុតអំពីការសាកល្បងនិងអំពីការរងចាំបានឡើយពេលខ្លះយើងត្រូវប្រឈមនឹងជំងឺពេលខ្លះយើងប្រឈមនឹងការបាត់បង់ក៏ប្រឈមជាមួយនឹងការខ្វះខាតក៏ដូចជាប្រឈមជាមួយនឹងបញ្ហាផ្សេងដែលកើតឡើងនៅក្នុងក្រុមគ្រួសាររបស់យើងដែរឬក៏ប្រឈមជាមួយនឹងការខកចិត្តដែលធ្វើឲ្យយើងមានអារម្មណ៍ថាចង់បោះបង់ចោលសេចក្តីជំនឿម្ដងម្កាលដែរនៅក្នុងពិភពលោកសពថ្ងៃនេះលោកអ្នកបងប្អូនហើយមនុស្សជាច្រើនចង់បានអ្វី
អ្វីភ្លាមទៅតាមចិត្តរបស់ខ្លួនចង់បានយើងចង់ឲ្យសេចក្តីអធិដ្ឋានរបស់យើងគ្រាន់តែបញ្ចប់ភ្លាមនោះស្រាប់តែទទួលបាននូវការឆ្លើយតបពីព្រះយើងចង់ឲ្យបញ្ហាដែលយើងកំពុងតែជួបប្រទះនោះវាចប់ភ្លាមទៅយើងចង់ឃើញជោគជ័យរបស់យើងនឹងវាមិនចាំបាច់ឆ្លងកាត់ការលំបាកអីទេមិនបាច់ឆ្លងកាត់លំបាកអីទេឲ្យតែជោគជ័យមកបានហើយប៉ុន្តែព្រះជាម្ចាស់ព្រះអង្គមិនធ្វើការប្រញាប់ប្រញាល់តាមដួងចិត្តរបស់មនុស្សយើងទេទ្រង់មានពេលវេលារបស់ព្រះអង្គទ្រង់មានផែនការដ៏ល្អឥតខ្ចោះរបស់ទ្រង់ហើយក្នុងអំឡុងពេលនៃការរងចាំនោះព្រះកំពុងបណ្ដុះបណ្ដាលជំនឿរបស់យើងព្រះកំពុងតែកែច្នៃចរិតលក្ខណៈរបស់យើងហេតុដូច្នេះហើយលោកសាវកពោលលោកបានបង្រៀនយើងនៅក្នុងព្រះគម្ពីររ៉ូមជំពូក5ខ3ទៅដល់ខ4ថាសេចក្តីទុក្ខលំបាកបង្កើតឲ្យមានសេចក្តីទ្រាំសេចក្តីទ្រាំទ្របង្កើតឲ្យមានសេចក្តីស៊ាំថ្នឹកសេចក្តីស៊ាំថ្នឹកបង្កើតឲ្យមានសេចក្តីសង្ឃឹមរីឯនៅក្នុងព្រះគម្ពីរហេព្រើរជំពូក10ខ36ក៏បានរំលឹកយើងដែរថាអ្នករាល់គ្នាត្រូវការនឹងសេចក្តីអត់ធ្មត់ដើម្បីឲ្យបានទទួលសេចក្តីដែលបានសន្យាដោយធ្វើតាមព្រះハរតីអាមែនការនេះបង្ហាញលោកអ្នកបងប្អូនហើយនឹងខ្ញុំការអត់ធ្មត់មិនមែនជាសញ្ញានៃភាពទន់ខ្សោយរបស់យើងទេការអត់ធ្មត់មិនមែនជាការបរាជ័យនោះទេប៉ុន្តែវាជាលក្ខណៈដ៏សំខាន់របស់គ្រប់អ្នកជឿលើព្រះយេស៊ូវគ្រីស្ទទាំងអស់គ្នាវាជាលក្ខណៈដ៏សំខាន់របស់អ្នកដែលមានជំនឿនិងទុកចិត្តទៅលើព្រះអង្គព្រះតែងតែប្រើការសាកល្បងដើម្បីរៀបចំមនុស្សដើម្បីរៀបចំលោកអ្នកបងប្អូនហើយនឹងខ្ញុំមុននឹងព្រះទ្រង់ប្រគល់ព្រះពរដ៏ធំធេងដល់យើងម្នាក់មុននឹងយើងទទួលបានព្រះពរដ៏ធំពីព្រះរៀបចំធ្វើការសាកល្បងយើងជាមុនសិននៅក្នុងសេចក្តីអធិប្បាយនៅថ្ងៃនេះយើងនឹងសិក្សាថាតើហេតុអ្វីបានជាការអត់ធ្មត់វាមានសារៈសំខាន់ចំពោះជីវិតគ្រីស្ទបរិស័ទយើងអ្វីម្ល៉េះតើព្រះប្រើការលំបាកដើម្បីកែច្នៃជីវិតយើងយ៉ាងដូចម្តេចទៅហើយតើអ្នកដែលអត់ធ្មត់នៅក្នុងព្រះនឹងទទួលបានជ័យជំនះនិងសេចក្តីសន្យារបស់ព្រះដោយរបៀបយ៉ាងណាសូមឲ្យព្រះវិញ្ញាណបរិសុទ្ធបើកចិត្តលោកអ្នកបងប្អូនទាំងអស់គ្នានៅថ្ងៃនេះឲ្យយល់អំពីព្រះបន្ទូលរបស់ទ្រង់និងទទួលបានកម្លាំងជាថ្មីដើម្បីបន្តដំណើរតាមព្រះដោយការអត់ធ្មត់រហូតដល់យើងបានឃើញជ័យជំនះដែលទ្រង់បានរៀបចំទុកសម្រាប់ជីវិតរបស់យើងម្នាក់ចូលដល់តួសេចក្តីជីវិតរបស់គ្រីស្ទបរិស័ទមិនមែនជាផ្លូវដែលតែងតែរលូននោះទេដូចជាផ្លូវហើយបងបានធ្វើដំណើរមកមុខព្រះវិហារនេះវាអត់រលូនទេប្រហែលថ្ងៃនេះដោយសារតែគេធ្វើផ្លូវអញ្ចឹងវារដិបរដប់ខ្លាំងណាស់អញ្ចឹងជីវិតគ្រីស្ទបរិស័ទរបស់យើងវាមិនមែនជារលូនអ្វីនោះទេពេលខ្លះយើងជួបការលំបាកពេលខ្លះយើងជួបការបាត់បង់ពេលខ្លះធ្វើឲ្យយើងរងចាំដល់យូរយើងជួបនៅការបដិសេធឬក៏ការសាកល្បងដែលធ្វើឲ្យចិត្តរបស់យើងបែរទៅជាទន់ខ្សោយក្នុងពេលវេលាបែបនេះលោកអ្នកបងប្អូនមនុស្សជាច្រើនចង់បោះបង់ចង់ដើរចេញពីផ្លូវរបស់ព្រះប៉ុន្តែព្រះបន្ទូលរបស់ព្រះទ្រង់បានបង្រៀនយើងថាអ្នកដែលអត់ធ្មត់ក្នុងព្រះនឹងឈ្នះនៅទីបញ្ចប់យើងនឹងឈ្នះប្រសិនបើយើងមានការអត់ធ្មត់នៅក្នុងដួងចិត្តការអត់ធ្មត់មិនមែនមានន័យថាឲ្យយើងអង្គុយរងចាំដោយមិនធ្វើអ្វីសោះនោះទេបើយើងអង្គុយរងចាំមិនធ្វើអ្វីសោះគេមិនហៅថាការអត់ធ្មត់គេហៅថាខ្ជិលច្រអូសវិញខ្ជិលច្រអូសវិញណាយើងមិនមែនកាប់បំពង់រងចាំទឹកភ្លៀងទេផ្ទុយទៅវិញវាជាការរក្សាសេចក្តីជំនឿការស្ដាប់បង្គាប់និងការទុកចិត្តលើព្រះទោះបីជាមិនទាន់ឃើញចម្លើយដែលព្រះទ្រង់ឆ្លើយតបមកក៏ដោយវាអត់បញ្ហាទេយើងនៅតែមានជំនឿយើងនៅតែស្ដាប់បង្គាប់ហើយយើងនៅតែរងចាំប្រកបដោយការទុកចិត្តចំពោះព្រះនៅក្នុងតួសេចក្តីនេះមានចំណុច1 2 3 4 5អញ្ចឹងទៅទី1ការលំបាកបង្កើតការអត់ធ្មត់ការលំបាកបង្កើតការអត់ធ្មត់នៅក្នុងព្រះគម្ពីររ៉ូមជំពូក5ដែលខ្ញុំបានអានជូនលោកអ្នកបងប្អូនមិញនៅក្នុងខ3សាវកពោលបានមានប្រសាសន៍ប្រាប់យើងថាយើងនៅតែអួតក្នុងកាលដែលមានទុក្ខលំបាកដែរដោយដឹងថាសេចក្តីទុក្ខលំបាកបង្កើតឲ្យមានសេចក្តីទ្រាំទ្រពាក្យថាសេចក្តីទ្រាំទ្រនៅទីនេះមានន័យថាអត់ធ្មត់បានសេចក្តីថាសេចក្តីទុក្ខលំបាកបង្កើតឲ្យមានការអត់ធ្មត់ព្រះបន្ទូលនេះ
បង្ហាញយើងយ៉ាងច្បាស់ថាគ្រីស្ទបរិស័ទជីវិតគ្រីស្ទបរិស័ទមិនមែនជាជីវិតដែលគ្មានការលំបាកទេមិនមែនជាជីវិតដែលគ្មានការសាកល្បងអ្វីនោះទេទៅវិញព្រះជាម្ចាស់បានអនុញ្ញាតឲ្យការលំបាកកើតមានក្នុងជីវិតរបស់កូនស្ងួនគៀតរបស់ព្រះអង្គគ្រប់គ្នាគ្រាន់តែមុនហើយនឹងក្រោយតិចឬក៏ច្រើនដើម្បីសម្រេចគោលបំណងដ៏ល្អឥតខ្ចោះរបស់ព្រះការលំបាកមិនមែនជាសញ្ញាថាព្រះបោះបង់យើងចោលទេដូចឯមនុស្សដែលអត់ជឿព្រះខ្ញុំធ្លាប់មើលខ្សែភាពយន្តនៅពេលដែលជួបការលំបាកគាត់ឲ្យស្រែកថាតើទេវតាអត់មានភ្នែកទេគាត់លំបាកមានន័យថាព្រះបោះបង់ចោលគាត់ហើយប៉ុន្តែលោកអ្នកបងប្អូនឲ្យសម្រាប់យើងជាគ្រីស្ទបរិស័ទការលំបាកមិនមែនជាសញ្ញាថាព្រះបោះបង់យើងចោលទេប៉ុន្តែជាភស្តុតាងបង្ហាញថាព្រះកំពុងតែធ្វើការនៅក្នុងជីវិតយើងដើម្បីបង្កើតជំនឿរបស់យើងដើម្បីបង្កើតចរិតលក្ខណៈដ៏រឹងមាំរបស់យើងជាមុនសិនព្រះប្រើការសាកល្បងដើម្បីបង្រៀនយើងឲ្យយើងរស់នៅពឹងផ្អែកលើព្រះទាំងស្រុងណាឲ្យយើងជួបការលំបាកហើយយើងរស់នៅពឹងព្រះទាំងស្រុងមិនមែនពឹងលើកម្លាំងខ្លួនឯងមិនមែនពឹងលើប្រាជ្ញាខ្លួនឯងឬក៏សមត្ថភាពរបស់ខ្លួនឯងនោះទេនៅពេលដែលយើងប្រឈមនឹងបញ្ហាកើតក្នុងជីវិតដែលហួសពីសមត្ថភាពរបស់យើងនោះយើងនឹងរៀនលុតជង្គង់ចុះហើយអធិដ្ឋានយើងនឹងស្វែងរកព្រះភ័ក្ត្ររបស់ព្រះអង្គហើយនឹងទុកចិត្តទ្រង់អាចធ្វើអ្វីដែលមនុស្សមិនអាចធ្វើបានការលំបាកវាជំរុញឲ្យយើងខិតខំអធិដ្ឋានកាន់តែខ្លាំងការលំបាកវាជំរុញឲ្យយើងមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយនឹងព្រះជាម្ចាស់និងការលំបាកនេះវានឹងធ្វើឲ្យយើងមានសេចក្តីជំនឿល្អប្រសើររឹងមាំជាងមុនលើពីនេះទៅទៀតវាបង្រៀនយើងឲ្យចេះរងចាំពេលវេលាដ៏អស្ចារ្យរបស់ព្រះដោយជឿថាពេលវេលារបស់ទ្រង់តែងតែល្អឥតខ្ចោះទោះបើយើងមិនទាន់យល់ពីផែនការរបស់ព្រះក៏ដោយមិនជាបញ្ហាអីទេប៉ុន្តែយើងដឹងថាពេលវេលារបស់ទ្រង់គឺល្អខ្ញុំសូមជូនឧទាហរណ៍មួយអំពីជីវិតរបស់មនុស្សម្នាក់ឈ្មោះលោកយូសែបព្រះបានប្រទានឲ្យគាត់មានសុបិននិមិត្តដ៏អស្ចារ្យប៉ុន្តែមុននឹងសុបិននិមិត្តនោះសម្រេចបានគាត់ត្រូវឆ្លងកាត់ការលំបាកជាច្រើនដូចជាត្រូវបានគេលក់ឲ្យទៅជាទាសករពួកសាសម៉ាឌៀនដើរកាត់នឹងមកបងរបស់គាត់លក់គាត់ឲ្យសាសម៉ាឌៀនដឹកយកទៅដល់ប្រទេសអេស៊ីបលក់ឲ្យទៅប៉ូទីផាជាមេក្រុមរក្សាអង្គនោះទៀតណាអញ្ចឹងគាត់ខ្លាយទៅជាទាសករហើយត្រូវបានគេចោទប្រកាន់ដោយអយុត្តិធម៌ប្រពន្ធលោកប៉ូទីផាគាត់ចោទប្រកាន់ដោយអយុត្តិធម៌ហើយចុងបំផុតគាត់ត្រូវបានជាប់នៅក្នុងពន្ធនាគារគេហៅថាទៅស៊ីបាយក្រហមជាប់ក្នុងពន្ធនាគារទោះជាយ៉ាងណាក៏ដោយគ្រប់ដំណាក់កាលទាំងអស់លោកយូសែបមិនដែលឮសំបីថាមួយម៉ាត់ថាគាត់រអ៊ូរទាំយើងអត់ដែលឮទេមកលោកយូសែបមិនបានរអ៊ូរទាំក៏មិនបានបោះបង់ចោលសេចក្តីជំនឿមិនបានបោះបង់ចោលព្រះដែរគាត់បានធ្វើអ្វីគាត់បានអត់ធ្មត់គាត់ធ្វើអីទៀតគាត់ស្មោះត្រង់គាត់ធ្វើអីទៀតគាត់បន្តពឹងផ្អែកទៅលើព្រះរហូតដល់ថ្ងៃដែលព្រះទ្រង់បានលើកគាត់ឡើងឲ្យគាត់ក្លាយទៅជាអ្នកគ្រប់គ្រងនៅក្នុងប្រទេសអេស៊ីបគាត់ក្លាយទៅជាមនុស្សដ៏សំខាន់ក្រោមស្ដេចមួយអង្គគាត់នោះឯងជាមនុស្សដែលធំជាងគេនៅក្នុងប្រទេសអេស៊ីបជ័យជំនះរបស់យូសែបមិនមែនកើតឡើងភ្លាមនេះចាប់តាំងពីគាត់ដេកយូសបព្រះទ្រង់ឲ្យគាត់ឃើញសុបិននិមិត្តនោះអត់កើតភ្លាមទេអញ្ចឹងប៉ុន្តែវាកើតឡើងបន្ទាប់ពីគាត់បានឆ្លងកាត់គ្រប់ដំណាក់កាលទាំងអស់គឺឆ្លងកាត់នៃដំណើរការអត់ធ្មត់លោកអ្នកបងប្អូនឯងដូចជាមាសត្រូវឆ្លងកាត់ភ្លើងដើម្បីសម្អាតចោលនៅសំណល់មិនបរិសុទ្ធហើយคล้ายទៅជាមាសសុទ្ធដែលមានតម្លៃខ្ពស់ជាយ៉ាងណានោះជំនឿរបស់យើងដែលជាគ្រីស្ទបរិស័ទក៏ត្រូវការឆ្លងកាត់ការសាកល្បងយ៉ាងនោះដែរការសាកល្បងមិនមែនដើម្បីបំផ្លាញយើងទេការសាកល្បងមិនធ្វើឲ្យយើងវិនិច្ឆ័យអន្តរាយអ្វីទេប៉ុន្តែដើម្បីធ្វើឲ្យលោកអ្នកបងប្អូនទាំងអស់គ្នានៅទីនេះទាំងខ្ញុំទាំងអ្នកស្ដាប់ខ្ញុំទាំងអស់គ្នាកាន់តែរឹងមាំឡើងកាន់តែស្គាល់ព្រះជាម្ចាស់ឡើងកាន់តែត្រៀមខ្លួនរួចរាល់សម្រាប់ទទួលនូវព្រះពរដែលព្រះទ្រង់
កំពុងតែរៀបចំបំរុងទុកសម្រាប់យើងម្នាក់ដូច្នេះនៅពេលដែលជួបការលំបាកនោះអ្នកបងប្អូនធ្វើម៉េចសូមកុំបាក់ទឹកចិត្តធ្វើអីទៀតសូមគិតថាព្រះសូមកុំគិតថាព្រះទ្រង់បោះបង់ចោលលោកអ្នកបងប្អូនឡើយផ្ទុយទៅវិញសូមចាត់ទុកការលំបាកថាវាជាឱកាសសម្រាប់ឲ្យព្រះធ្វើការនៅក្នុងជីវិតរបស់យើងម្នាក់អាមែនព្រោះការអត់ធ្មត់ដែលកើតចេញពីការសាកល្បងនឹងនាំឆ្ពោះទៅកាន់ជ័យជំនះដែលព្រះបានសន្យាទុកឲ្យយើងគ្រប់រូបចំណុចទី2ការអត់ធ្មត់បង្កើតចរិតលក្ខណៈដែលព្រះសពព្រះハរតីឬក៏ធ្វើឲ្យចរិតលក្ខណៈរបស់យើងកាន់តែដូចព្រះអម្ចាស់យេស៊ូវគ្រីស្ទនៅក្នុងព្រះគម្ពីររ៉ូមជំពូក5ខ4លោកសាវកពូលបានបន្តថាសេចក្តីទ្រាំទ្រខ្ញុំបានពន្យល់ឲ្យថាការអត់ធ្មត់សេចក្តីទ្រាំទ្របង្កើតឲ្យមានសេចក្តីស៊ាំថ្នឹកស៊ាំថ្នឹកនេះយើងប្រែថាចរិតលក្ខណៈសេចក្តីស៊ាំថ្នឹកបង្កើតឲ្យមានសេចក្តីសង្ឃឹមព្រះបន្ទូលនេះបង្ហាញយើងយ៉ាងដូចម្ដេចបង្ហាញយើងថាការអត់ធ្មត់មិនមែនគ្រាន់តែជាការស៊ូទ្រាំនឹងការលំបាកទេមិនមែនគ្រាន់តែឲ្យយើងស៊ូទ្រាំនឹងការលំបាកប៉ុណ្ណោះទេប៉ុន្តែវាជាដំណើរការដែលព្រះប្រើដើម្បីផ្លាស់ប្រែជីវិតខាងក្នុងរបស់យើងមនុស្សដែលបានរៀនអត់ធ្មត់គាត់មិននៅដដែលទៀតទេមានន័យថាចរិតលក្ខណៈរបស់គាត់មិននៅតែដដែលទៀតទេឧទាហរណ៍ថាគាត់ធ្លាប់តែជាមនុស្សរឹងជជែកគាត់ខ្លាយទៅជាមនុស្សដែលសុភាពរៀបសារអញ្ចឹងនៅពេលដែលគាត់អត់ធ្មត់គាត់មិនមែននៅតែជាមនុស្សមានស្ថានភាពដដែលទៀតទេគាត់នឹងខ្លាយជាមនុស្សដែលមានសភាពចាស់ទុំខាងឯប្រលឹងវិញ្ញាណគាត់នឹងខ្លាយទៅជាមនុស្សមានគំនិតចេះគិតស៊ីជម្រៅជាងមុនហើយគាត់នឹងខ្លាយទៅជាមនុស្សដែលប៉ិនប្រសពចេះនិយាយពាក្យសម្ដីអីមានសិលធម៌មានអីជាងមុនអញ្ចឹងទៅហើយគាត់នឹងប្រព្រឹត្តដែលឆ្លុះបញ្ចាំងអំពីលក្ខណៈសម្បត្តិរបស់ព្រះយេស៊ូវគ្រីស្ទនេះគឺជាការងាររបស់ព្រះវិញ្ញាណបរិសុទ្ធដែលកំពុងតែកែច្នៃជីវិតលោកអ្នកបងប្អូនហើយនឹងខ្ញុំឲ្យធ្វើអ្វីស្របទៅតាមបំណងព្រះハរតីរបស់ព្រះនៅពេលដែលយើងអត់ធ្មត់លោកអ្នកបងប្អូនហើយនៅពេលដែលយើងអត់ធ្មត់នៅក្នុងការសាកល្បងព្រះនឹងបង្កើតនៅក្នុងជីវិតរបស់យើងនៅចរិតលក្ខណៈដ៏ល្អប្រពៃជាច្រើនទី1ព្រះនឹងបង្កើតឲ្យមានភាពស្មោះត្រង់នៅក្នុងដួងចិត្តរបស់យើងទោះបើស្ថានភាពលំបាកយ៉ាងណាក៏ដោយយើងក៏នៅតែស្មោះត្រង់ចំពោះព្រះនិងចំពោះការត្រាស់ហៅរបស់ទ្រង់ទី2ព្រះនឹងបង្កើតឲ្យយើងមានចិត្តសុភាពរៀបសារការលំបាកបង្រៀនឲ្យយើងដឹងថាយើងមិនអាចពឹងផ្អែកទៅលើកម្លាំងរបស់ខ្លួនបានទេប៉ុន្តែយើងត្រូវតែពឹងផ្អែកទៅលើព្រះជាម្ចាស់ទាំងស្រុងទី3ព្រះនឹងបង្កើតឲ្យយើងមានភាពមាំមួនអ្នកដែលឆ្លងកាត់ការសាកល្បងជាមួយព្រះនឹងមានសេចក្តីជំនឿរឹងមាំជាងមុនមិនងាយរង្គោះរង្គើទេបើមានព្យុះជីវិតបក់មកប៉ះយ៉ាងខ្លាំងក៏ដោយក៏មិនរង្គោះរង្គើដែរអ្នកដែលមានជំនឿរឹងមាំទោះបីជាមានពាក្យរិះគន់ការបៀតបៀនប្រមាថខាតទៀនយ៉ាងណាក៏ដោយក៏មិនរង្គោះរង្គើឡើយទី4ព្រះបង្កើតឲ្យយើងមានការពឹងផ្អែកទៅលើព្រះជាម្ចាស់មនុស្សដែលធ្លាប់ឃើញព្រះធ្វើការនៅពេលលំបាកនឹងកាន់តែទុកចិត្តនឹងកាន់តែពឹងផ្អែកនឹងកាន់តែមិនបោះបង់ព្រះចោលទេណាហើយនឹងមើលឃើញថាព្រះទ្រង់មិនបោះបង់គាត់ដែរឧទាហរណ៍មនុស្សម្នាក់ទៀតគឺដាវីតបន្ទាប់ពីព្យាការីសាំយូអែលលោកបានចាក់ប្រេងតាំងឲ្យគាត់ឡើងធ្វើជាស្ដេចពេលចាក់ភ្លាមគាត់មិនទាន់ឡើងគ្រងរាជជាស្ដេចគ្រងរាជភ្លាមនោះទេមិនមែនចាក់ភ្លាមដកដៃចេញឡើងទៅគ្រងរាជលើរាជបល្ល័ង្កភ្លាមនោះទេគាត់ត្រូវរត់គេចពីស្ដេចសូលទិញណាត់ទិញណែងពីកន្លែងមួយទៅកន្លែងមួយអស់រយៈពេលជាច្រើនឆ្នាំពេលខ្លះក៏រស់នៅក្នុងរូងភ្នំនិងប្រឈមជាមួយនឹងគ្រោះថ្នាក់ជារៀងរាល់ថ្ងៃទោះជាស្ដេចដាវីតមិនបានបះបោរប្រឆាំងនឹងព្រះទោះជាយ៉ាងណាក៏ដោយស្ដេចដាវីត
ហើយលោកមិនបានបះបង់បះបោប្រឆាំងជាមួយនឹងព្រះឬប្រើអំពើហិង្សាដើម្បីឆក់យករាជបល្ល័ង្កអំពីស្ដេចសូលនោះទេគាត់បានរងចាំពេលវេលារបស់ព្រះដោយការអត់ធ្មត់សូម្បីតែនៅពេលដែលគាត់មានឱកាសអាចនឹងសម្លាប់ស្ដេចសូលបានក៏ដោយក៏គាត់អត់ធ្វើដែរពីព្រោះគាត់គោរពដល់ព្រះហើយគាត់ទុកចិត្តលើការសម្រេចព្រះហឫទ័យរបស់ទ្រង់ការអត់ធ្មត់បានបង្កើតឲ្យមានចរិតលក្ខណៈជាស្ដេចដែលសុចរិតជាស្ដេចដែលសុភាពជាស្ដេចដែលគោរពកោតខ្លាចព្រះជីវិតរបស់ស្ដេចដាវីតបង្ហាញថាព្រះទ្រង់ចាប់អារម្មណ៍លើអ្នកដែលคล้ายទៅជាចង់និយាយថាព្រះកំពុងចាប់អារម្មណ៍លើយើងចាប់អារម្មណ៍លើស្ដេចដាវីតអ្នកណាក៏ដោយព្រះកំពុងតែចាប់អារម្មណ៍លើយើងនឹងคล้ายទៅជាព្រះដឹងថាយើងនឹងคล้ายទៅជាអ្វីព្រះចាប់អារម្មណ៍លើចំណុចនោះឯងមុននឹងព្រះប្រទានអ្វីដែលយើងចង់បានដែលយើងត្រូវការព្រះអាចប្រទានតំណែងព្រះអាចប្រទានទ្រព្យសម្បត្តិព្រះអាចប្រទានព្រះពរឲ្យយើងភ្លាមនៅថ្ងៃនេះក៏បានដែរប៉ុន្តែបើចរិតលក្ខណៈរបស់យើងមិនទាន់រឹងមាំនោះព្រះពរទាំងនោះអាចនាំឲ្យយើងដួលចុះវិញឲ្យយើងដួលចុះវិញមានម្នាក់នៅកន្លែងធ្វើការរបស់ខ្ញុំគាត់និយាយថាមានលោកម្នាក់គាត់ឲ្យលោកគ្រូកង្វៀលអធិដ្ឋានឲ្យគាត់រស់ស៊ីមានបានអញ្ចឹងណាបាទគាត់ក្រពេកដល់គ្រូកង្វៀលអធិដ្ឋានទៅក្រោយមកគាត់ក៏មានមែនមានខ្លាំងដល់អញ្ចឹងអត់មានពេលទៅវិហារអត់មានពេលទៅវិហារមកសុំទោសគ្រូសុំទោសអញ្ចឹងហើយឲ្យលោកគ្រូអធិដ្ឋានឲ្យគាត់មានពេលមកព្រះវិហារអញ្ចឹងណាអញ្ចឹងលោកគ្រូកង្វៀលក៏អធិដ្ឋានថាកុំឲ្យគាត់មានពេកដល់កុំឲ្យគាត់មានពេកអញ្ចឹងគាត់អត់សូវមានគាត់មានពេលមកព្រះវិហាររឿងនេះដូចជាចង់កំ pl ែងបន្តិចណាអញ្ចឹងព្រះទ្រង់បង្កើតចរិតលក្ខណៈរបស់យើងឲ្យរឹងមាំសិនដើម្បីឲ្យយើងអាចទទួលព្រះពររបស់ព្រះបានបើយើងអត់រឹងមាំយើងអត់ប្រសើរទេយកព្រះពរនោះមកយើងដួលចុះហើយបាទយើងដួលចុះហើយដូច្នេះព្រះអនុញ្ញាតឲ្យយើងឆ្លងកាត់ការសាកល្បងពីដំណាក់កាលមួយទៅដំណាក់កាលមួយដើម្បីអីដើម្បីកែច្នៃចរិតលក្ខណៈរបស់យើងឲ្យដូចជាចរិតលក្ខណៈរបស់អង្គព្រះយេស៊ូវគ្រីស្ទដូច្នេះចរិតលក្ខណៈដែលទទួលបាននៃការឆ្លងកាត់គឺជាផុសតាងបង្ហាញថាព្រះកំពុងធ្វើការនៅក្នុងជីវិតរបស់យើងការអត់ធ្មត់មិនត្រឹមតែផ្លាស់ប្ដូរស្ថានភាពរបស់យើងតែប៉ុណ្ណោះទេវាផ្លាស់ប្រែមនុស្សនៅខាងក្នុងរបស់យើងវាផ្លាស់ប្រែព្រលឹងវិញ្ញាណរបស់យើងឲ្យคล้ายទៅជាមនុស្សម្នាក់ដែលព្រះទ្រង់សពព្រះハរតីនៅពេលដែលចរិតលក្ខណៈរបស់យើងត្រូវបានកែច្នៃរួចហើយលោកអ្នកបងប្អូនហើយយើងនឹងទទួលបាននៅព្រះពរយើងនឹងទទួលបាននៅការប្រាស់ព្រះពររបស់ព្រះដើម្បីលើកតម្កើងថ្វាយសិរីល្អដល់ព្រះនាមទ្រង់និងបម្រើដល់អ្នកដទៃដែលនៅជុំវិញយើងដោយប្រសិទ្ធភាពទី3អ្នកដែលអត់ធ្មត់នឹងទទួលបានសេចក្តីសន្យារបស់ព្រះមកពេលយើងព្រះទ្រង់ប្រទានព្រះបន្ទូលសន្យាឲ្យមនុស្សគ្រប់គ្នាប៉ុន្តែអ្នកដែលអត់ធ្មត់ក៏ទទួលបានខ្ញុំស្ដាប់បទចម្រៀងហើយស្ត្រី10នាក់ស្ត្រីកមុំព្រហ្មចារី10នាក់គេតែងបទចម្រៀងព្រោះហើយនៅក្នុងអត្ថបទហ្នឹងស្ត្រី5នាក់គាត់រងចាំស្វាមីមកដោយគាត់ត្រៀមលក្ខណៈរួចរាល់មានប្រេងមានអីនៅក្នុងចង្កៀងរបស់គាត់អញ្ចឹងស្វាមីមកពេលយប់គាត់ទៅទទួលបានតែស្ត្រី5នាក់ទៀតដែលអត់បានប្រុងប្រយ័ត្នអីថាស្រីខ្ជិលបាទគាត់អត់ទទួលបានអញ្ចឹងមាននៃចរិតលក្ខណៈរបស់គាត់អត់បានត្រៀមរួចហើយគាត់អត់មានសេចក្តីអត់ធ្មត់គ្រប់គ្រាន់គាត់អត់អាចទទួលបានព្រះបន្ទូលសន្យាពីព្រះទេអញ្ចឹងចំណុចទី3អ្នកដែលអត់ធ្មត់នឹងទទួលបានសេចក្តីសន្យារបស់ព្រះនៅក្នុងព្រះគម្ពីរហេព្រើរជំពូក10ខ36ខ្ញុំបានអានជូនម្ដងហើយជាថ្មីម្ដងទៀតត្បិតអ្នករាល់គ្នាត្រូវការនឹងសេចក្តីអត់ធ្មត់ដើម្បីឲ្យបានទទួលសេចក្តីសន្យាដើម្បីឲ្យទទួលបានសេចក្តីដែលបានសន្យាដោយធ្វើតាមព្រះハរតីរបស់ព្រះ
ព្រះបន្ទូលនេះបញ្ជាក់យ៉ាងច្បាស់ថាការទទួលបានសេចក្តីសន្យារបស់ព្រះមិនអាស្រ័យលើតែជំនឿតែម្យ៉ាងទេប៉ុន្តែត្រូវការអត់ធ្មត់ដែរយើងមានជំនឿហើយយើងត្រូវការអត់ធ្មត់ទៀតទាំងពីរនេះបូកបញ្ចូលគ្នាហើយមួយទៀតគឺការស្ដាប់បង្គាប់មិនត្រឹមតែជំនឿទេត្រូវការអត់ធ្មត់និងការស្ដាប់បង្គាប់ផងដែររហូតដល់ទីបញ្ចប់ព្រះមិនដែលភ្លេចសេចក្តីសន្យារបស់ព្រះអង្គទេហើយក៏មិនដែលបំពេញលើព្រះបន្ទូលដែលទ្រង់បានមានព្រះបន្ទូលនោះហើយដែរមានន័យថាព្រះអង្គមិនផ្លាស់ប្រែមិនផ្លាស់ប្ដូរមិនប្រែប្រួលទោះបើពេលខ្លះយើងជាមនុស្សយើងមានអារម្មណ៍ថាការឆ្លើយតបរបស់ព្រះយូរយើងមើលអាប់រ៉ាហាំតម្រាំគាត់មានកូនគាត់រងចាំរហូតដល់25ឆ្នាំគាត់អាយុ75ដល់ពេលគាត់មានកូនគាត់អាយុ100ឆ្នាំអញ្ចឹងវា25ឆ្នាំយូរណាមនុស្សយើងខ្លះមានអារម្មណ៍ថាការឆ្លើយតបរបស់ព្រះនឹងយូរវាមិនទាន់ធ្វើតាមការរំពឹងទុករបស់យើងការពិតទៅព្រះកំពុងតែរៀបចំព្រះកំពុងតែធ្វើការពីក្រោយឆាកហើយព្រះកំពុងតែរៀបចំនៅក្នុងពេលវេលាដ៏ឥតខ្ចោះរបស់ទ្រង់សម្រាប់យើងម្នាក់ប៉ុន្តែយើងវាអត់ដឹងខ្លួនពេលវេលារបស់ព្រះមិនដែលយឺតពេកហើយពេលវេលារបស់ព្រះមិនដែលឆាប់ពេកគេហៅថាទាន់ពេលមកចំពេលប៉ុន្តែព្រះតែងតែត្រឹមត្រូវតាមប្រាជ្ញានិងតាមផែនការរបស់ទ្រង់យើងមើលឧទាហរណ៍ខ្ញុំបាននិយាយតិចមួយញ៉ៃឧទាហរណ៍លោកអាប់រ៉ាហាំដែលប្រពន្ធរបស់គាត់ឈ្មោះសារ៉ាហ្នឹងលោកអាប់រ៉ាហាំនិងសារ៉ាព្រះបានមានព្រះបន្ទូលសន្យានឹងប្រទានកូនប្រុសម្នាក់ដែលជាកូននឹងទទួលមរតករបស់គាត់នោះឲ្យដល់ពួកគាត់ហើយថានឹងបង្កើតពូជពង្សដ៏ធំតាមរយៈកូននឹងដែរប៉ុន្តែសេចក្តីសន្យានេះមិនបានសម្រេចភ្លាមនោះទេអាប់រ៉ាហាំត្រូវរងចាំអស់រយៈពេលជាច្រើនឆ្នាំរហូតដល់គាត់មានអាយុ100ឆ្នាំហើយសារ៉ាមានអាយុ90ឆ្នាំទៅអ៊ីសាក់បានកើតចេញមកបើយោងតាមទស្សនៈរបស់យើងជាមនុស្សវាហាក់ដូចជាមិនអាចទៅរួចតាំងពីថ្ងៃសន្យារងចាំមកដូចជាមិនអាចទៅរួចដូចជាមិនអាចមានកូនប៉ុន្តែព្រះបានបង្ហាញថាគ្មានអ្វីដែលពិបាកសម្រាប់ទ្រង់ឡើយអត់ពិបាកទេចាប់ដើមស្អិតកអត់មានអ្វីដែលពិបាកសម្រាប់ទ្រង់ឡើយការរងចាំដ៏យូរនោះមិនមែនមានន័យថាព្រះភ្លេចទេមិនមែនមានន័យថាព្រះទ្រង់ភ្លេចសេចក្តីសន្យារបស់ទ្រង់ប៉ុន្តែព្រះកំពុងបំពេញវាតាមពេលវេលាដែលព្រះអង្គបានរៀបចំដែលព្រះអង្គបានកំណត់ដោយគ្នានេះដែរព្រះប្រទានរង្វាន់និងសម្រេចសេចក្តីសន្យារបស់ទ្រង់ចំពោះអ្នកដែលស្ដាប់បង្គាប់ចំពោះអ្នកដែលមិនបោះបង់ចោលសេចក្តីជំនឿចំពោះអ្នកដែលរងចាំព្រះនឹងបន្តធ្វើអំពើល្អព្រះមិនបានសន្យាថាជីវិតរបស់យើងគ្មានឧបសគ្គអ្វីឡើយប៉ុន្តែទ្រង់សន្យាថាទ្រង់នឹងគង់នៅជាមួយលោកអ្នកបងប្អូនហើយនឹងខ្ញុំមិនត្រឹមតែគង់ជាមួយទេព្រះនឹងដឹកនាំយើងដឹកដៃយើងឆ្លងកាត់ការសាកល្បងទាំងអស់យើងមិនឆ្លងកាត់តែម្នាក់ឯងទេតែព្រះឆ្លងកាត់ជាមួយយើងមនុស្សជាច្រើនបោះបង់នៅពេលដែលជិតដល់គោលដៅបំផុតព្រោះពួកគេមិនអាចរងចាំបានទៀតទេប៉ុន្តែអ្នកដែលនៅតែស្មោះត្រង់និងពឹងផ្អែកលើព្រះនឹងបានឃើញភាពស្មោះត្រង់របស់ទ្រង់នៅទីបញ្ចប់ហេតុនេះហើយនៅពេលដែលយើងកំពុងតែរងចាំការឆ្លើយតបអំពីព្រះសូមកុំអស់សង្ឃឹមកុំគិតថាព្រះបានបំភ្លេចយើងនោះឡើយសូមបន្តរស់នៅក្នុងការស្ដាប់បង្គាប់អធិដ្ឋានធ្វើអំពើល្អនិងបន្តទុកចិត្តលើព្រះដោយដឹងថាទ្រង់កំពុងតែរៀបចំអ្វីល្អបំផុតសម្រាប់ជីវិតយើងនៅពេលដែលពេលវេលារបស់ព្រះមកដល់យើងនឹងទទួលបានសេចក្តីសន្យាពិតប្រាកដមែនសេចក្តីសន្យារបស់ទ្រង់យ៉ាងពេញលេញមែនហើយយើងនឹងសារភាពថាពេលវេលារបស់ព្រះពិតជាអស្ចារ្យណាស់មកពិតជាល្អមែនទែន
ចំណុចទី4ជ័យជំនះកើតមានចំពោះអ្នកដែលមិនបោះបង់ព្រះគម្ពីរទាំងមូលបានបង្ហាញថាមនុស្សដែលទទួលបានជ័យជំនះមិនមែនជាមនុស្សដែលមិនធ្លាប់ជួបការលំបាកមិនមែនជាមនុស្សដែលមិនធ្លាប់ជួបការសាកល្បងអ្វីទេប៉ុន្តែជាមនុស្សដែលនៅតែស្មោះត្រង់ទោះជួបការលំបាកទោះជួបការសាកល្បងគាត់នៅតែស្មោះត្រង់ហើយអ្វីដែលសំខាន់គាត់មិនបោះបង់ចោលសេចក្តីជំនឿទោះបីជាផ្លូវឆ្លងកាត់មានស្ថានភាពលំបាកយ៉ាងណាក៏ដោយព្រះមិនវាស់តម្លៃមនុស្សតាមរយៈចំនួននៃការលំបាកដែលមនុស្សជួបប្រទះនោះទេប៉ុន្តែព្រះទតអំពីការឆ្លើយតបរបស់មនុស្សនៅពេលដែលគាត់ជួបការលំបាកគាត់ឆ្លើយតបយ៉ាងម៉េចគាត់ឆ្លើយតបបោះបង់គាត់ឆ្លើយតបមិនស្មោះត្រង់ឬក៏គាត់ឆ្លើយតបស្មោះត្រង់ហើយមិនបោះបង់ចំពោះព្រះមនុស្សដែលអត់ធ្មត់នឹងបន្តពឹងផ្អែកទៅលើព្រះគ្រប់កលៈទេសៈទាំងអស់ជាមនុស្សដែលនឹងឃើញជ័យជំនះនៅទីបញ្ចប់ឧទាហរណ៍ដ៏ច្បាស់បំផុតមួយគឺជីវិតរបស់លោកយោបព្រះគម្ពីរបានប្រាប់ថាគាត់គឺជាមនុស្សសុចរិតហើយមិនតែប៉ុណ្ណោះគាត់ជាមនុស្សដែលកោតខ្លាចព្រះគាត់ជាមនុស្សដែលជៀសវាងអំពើអាក្រក់ទាំងឡាយប៉ុន្តែទោះជាយ៉ាងណាក៏ដោយគាត់បានជួបការសាកល្បងដ៏ធ្ងន់ធ្ងរមួយដ៏ធ្ងន់បំផុតមួយនៅក្នុងរយៈពេលតែខ្លីទេគាត់បានបាត់បង់ទ្រព្យសម្បត្តិទាំងអស់គាត់បានបាត់បង់កូនជាទីស្រឡាញ់ទាំងអស់ខ្លួនគាត់រងនៅជំងឺពេញសពាង្គកាយរបស់គាត់កើតជំងឺដំបៅពេញខ្លួនលើសពីនេះទៀតប្រពន្ធរបស់គាត់បាននិយាយប្រាប់គាត់ថាចូលប្រមាថដល់ព្រះហើយស្លាប់ទៅចុះក្នុងគម្ពីរយោបជំពូក2ខ9ថាអញ្ចឹងចំណែកមិត្តភ័ក្តិរបស់គាត់ក៏មិនបានលើកទឹកចិត្តគាត់ដែរប៉ុន្តែបែរជាចោទប្រកាន់គាត់ថាគាត់ប្រកាសជាបានប្រព្រឹត្តអំពើបាបហើយបានវាអញ្ចឹងមកទៅគាត់ទទួលបានការដាក់ទោសពីព្រះទោះបីត្រូវប្រឈមនឹងសម្ពាធគ្រប់យ៉ាងក៏ដោយគ្រប់ទិសទីក៏ដោយលោកយោបនៅតែប្រកាន់សេចក្តីជំនឿនិងមិនបោះបង់ចោលព្រះឡើយគាត់បានប្រកាសដោយទំនុកចិត្តថាព្រះយេហូវ៉ាទ្រង់បានប្រទានមកហើយទ្រង់នឹងបានយកទៅវិញសូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចុះនៅក្នុងព្រះគម្ពីរយោបជំពូក1ខ21គាត់បានប្រកាសយ៉ាងឱឡារិកបែបនេះឯងនៅទីបញ្ចប់ព្រះបានបង្ហាញភាពស្មោះត្រង់របស់ទ្រង់ចំពោះយោបវិញព្រះបានស្ដារសុខភាពរបស់គាត់មានតែព្យាបាលគាត់ឲ្យបានជាសះស្បើយព្រះបានប្រទានទ្រព្យសម្បត្តិទ្វេដងជាងមុននិងប្រទានកូនចៅថ្មីដល់គាត់គ្រប់ចំនួនដដែលប្រុសប្រមាណស្រីប្រមាណដូចមុនដដែលការបញ្ចប់ជីវិតរបស់យោបបង្ហាញថាការសាកល្បងមិនមែនជាទីបញ្ចប់នៃសេចក្តីជំនឿទេប៉ុន្តែវាជាផ្លូវដែលព្រះប្រើដើម្បីអ្វីដើម្បីនាំយើងទៅកាន់ជ័យជំនះដើម្បីនាំយើងទៅទទួលព្រះពរដ៏ធំជាងមុនសេចក្តីពិតនេះគឺនៅតែអនុវត្តចំពោះយើងសពថ្ងៃដែរមិនអនុវត្តតែចំពោះយោបចំពោះស្ដេចដាវីតចំពោះយូសែបចំពោះនរណានៅក្នុងព្រះគម្ពីរដែលល្បីៗនោះទេប៉ុន្តែវាជាឥទ្ធិពលនៅតែមានប្រសិទ្ធភាពដល់យើងសពថ្ងៃនៅពេលដែលយើងជួបការលំបាកនៅពេលដែលជួបការបរាជ័យឬការរងចាំយូរសាតាំងវាតែងតែព្យាយាមបញ្ចូលឲ្យយើងអស់សង្ឃឹមនៅទៅអីទៀតយូរវាមិនកើតទេវាមិនខ្មាច់ទេឈប់ជឿព្រះទៅវាបញ្ចូលយើងឲ្យយើងអស់សង្ឃឹមវាបញ្ចូលយើងឲ្យយើងបោះបង់ចោលនៅសេចក្តីជំនឿរបស់យើងប៉ុន្តែព្រះជាម្ចាស់ទ្រង់ត្រាស់ហៅយើងឲ្យនៅតែស្មោះត្រង់ឲ្យនៅតែអត់ធ្មត់ហើយពឹងផ្អែកលើទ្រង់ព្រះមិនដែលភ្លេចអ្នកដែលស៊ូទ្រាំអ្នកដែលអត់ធ្មត់ដោយជំនឿឡើយហើយទ្រង់ក៏នឹងប្រទានរង្វាន់ដល់អ្នកដែលមិនបោះបង់យើងមិនបោះបង់នឹងទទួលបានរង្វាន់ប្រហែលជាជ័យជំនះមិនបានមកពេលដែលយើងចង់បានភ្លាមទេប៉ុន្តែវានឹងមកតាមពេលវេលាដ៏ល្អឥតខ្ចោះរបស់ព្រះដែលទ្រង់បានហើយធ្វើដូច្នេះសូមកុំបោះបង់នៅពេលកំពុងស្ថិតនៅក្នុងការសាកល្បងព្រោះការអត់ធ្មត់នៅថ្ងៃនេះអាចជាជំហានចុងក្រោយមុនពេលដែលយើងបានឃើញជ័យជំនះនឹងការសម្រេចចិត្តនៃសេចក្តីសន្យារបស់ព្រះទី5ព្រះយេស៊ូវគ្រីស្ទគឺជាគំរូដ៏ល្អបំផុតនៃការអត់ធ្មត់នៅក្នុងចំណោមតួអង្គទាំងអស់នៅក្នុងព្រះគម្ពីរគ្មានអ្នកណាម្នាក់ដែលបង្ហាញអំពីការអត់ធ្មត់និងការស្ដាប់បង្គាប់ដល់ព្រះវរបិតា
បានល្អឥតខ្ចោះដូចជាព្រះយេស៊ូវគ្រីស្ទនោះឡើយទ្រង់គឺជាគំរូដ៏ល្អជាគំរូដ៏ធំបំផុតសម្រាប់អ្នកជឿគ្រប់រូបនៅក្នុងការរស់នៅដោយការអត់ធ្មត់សេចក្តីស្រឡាញ់និងការស្ដាប់បង្គាប់ទោះបីជាត្រូវប្រឈមមុខនឹងទុក្ខវេទនាយ៉ាងណាក៏ដោយក៏ព្រះយេស៊ូវមិនដែលប្រព្រឹត្តអំពើបាបឡើយប៉ុន្តែទ្រង់បានព្រះអង្គមិនដែលប្រព្រឹត្តអំពើបាបហើយទ្រង់បានទទួលរងនឹងការបដិសេធពីមនុស្សទាំងអស់ដែលទ្រង់យាងមកសង្គ្រោះមនុស្សដែលទ្រង់យាងមកសង្គ្រោះគេបដិសេធព្រះអង្គអត់ទទួលស្គាល់ថាទ្រង់ជាព្រះអង្គសង្គ្រោះទ្រង់ត្រូវបានគេចោទប្រកាន់ដោយអយុត្តិធម៌ទ្រង់ត្រូវបានគេជេរប្រមាថមើលងាយវាយដំបំពាក់មកុដបន្លាហើយទីបំផុតត្រូវបានគេឆ្កាងនៅលើឈើឆ្កាងជាមួយនឹងអក្រិតជនទោះបីជាព្រះយេស៊ូវមានអំណាចដែលគ្មានដែនកំណត់ព្រះអាចធ្វើមិនឲ្យគេចាប់បានព្រះអាចធ្វើមិនឲ្យជាប់ឆ្កាងបានប៉ុន្តែព្រះអង្គអត់ធ្វើទេទោះបីព្រះអង្គមានអំណាចអត់មានដែនកំណត់ហើយព្រះអង្គអាចហៅកងទ័ពទេវតាមកឲ្យជួយភ្លាមក៏ដោយក៏ព្រះទ្រង់មិនបានប្រើអំណាចនោះដើម្បីគេចអំពីការរងទុក្ខលំបាកឡើយផ្ទុយទៅវិញទ្រង់បានជ្រើសរើសដើរតាមបំណងព្រះハរតីរបស់ព្រះវរបិតាដោយការស្ដាប់បង្គាប់រហូតដល់ទីបំផុតរហូតដល់សគត់លើឈើឆ្កាងដោយដែលសាវកពោលលោកបានមានប្រសាសន៍នៅក្នុងព្រះគម្ពីរភីលីបជំពូក2ខ8ថាអានជាមួយខ្ញុំបន្ទាបព្រះអង្គទ្រង់ទាំងចោះចូលស្ដាប់បង្គាប់រហូតដល់ទីមរណៈនិងទ្រង់ទទួលសគត់ជាប់ឈើឆ្កាងផងអាមែននៅក្នុងច្បារមួយនៅក្នុងសួនច្បារមួយគឺច្បារកេតសេម៉ានីហើយទោះបីបើទ្រង់មានការឈឺចាប់និងព្រួយព្រះハរតីយ៉ាងខ្លាំងក៏ដោយទ្រង់បានអធិដ្ឋានថាអោព្រះវរបិតាអើយនៅថាតាមខ្ញុំអោព្រះវរបិតាអើយបើសិនជាទ្រង់សពព្រះハរតីនោះសូមយកពេងនេះចេញពីទូបង្គំទៅប៉ុន្តែកុំតាមចិត្តទូបង្គំឡើយសូមតាមតែព្រះハរតីទ្រង់វិញព្រះបន្ទូលនេះបង្ហាញពីការអត់ធ្មត់និងការចោះចូលយ៉ាងពេញលេញចំពោះផែនការរបស់ព្រះដោយសារការអត់ធ្មត់ដោយសារការស្ដាប់បង្គាប់របស់ព្រះយេស៊ូវគ្រីស្ទមនុស្សជាតិទាំងមូលទទួលបាននូវឱកាសនៃសេចក្តីសង្គ្រោះយើងទាំងអស់គ្នាទទួលបានសេចក្តីសង្គ្រោះដោយសារតែព្រះយេស៊ូវគ្រីស្ទព្រះអង្គអត់ធ្មត់ព្រះអង្គស្ដាប់បង្គាប់ការសុគតរបស់ព្រះយេស៊ូវគ្រីស្ទបានចេញថ្លៃសងបានបង់ថ្លៃលួសអំពើបាបរបស់យើងខ្ញុំបានតែងបទចម្រៀងមួយបានមហោនៅក្នុង YouTube ក៏ដូចជា Facebook ចំណងជើងថាឈាមព្រះយេស៊ូវឈាមព្រះយេស៊ូវជាថ្លៃសំណងបានបង់ថ្លៃលួសអំពើបាបរបស់យើងហើយការរស់ឡើងវិញនៅថ្ងៃទី3គឺជាជ័យជំនះដ៏អស្ចារ្យលើអំពើបាបមិនត្រឹមតែជ័យជំនះលើអំពើបាបទេជ័យជំនះលើសេចក្តីស្លាប់ជ័យជំនះលើអំណាចរបស់អរិយសាតាំងដូច្នេះឈើឆ្កាងដែលមើលទៅដូចជាការបរាជ័យនៅក្នុងភ្នែករបស់មនុស្សវាបានក្លាយទៅជានិមិត្តរូបនៃជ័យជំនះដ៏ធំបំផុតនៅក្នុងផែនការរបស់ព្រះហេតុនេះហើយនៅពេលដែលយើងជួបការលំបាកការបដិសេធពីមនុស្សឬក៏ការរងចាំពេលវេលាដ៏យូរសូមកុំអស់សង្ឃឹមផ្ទុយទៅវិញសូមសម្លឹងមើលទៅព្រះយេស៊ូវគ្រីស្ទដែលបានអត់ធ្មត់មុនយើងរៀនអត់ធ្មត់តាមព្រះអង្គដោយដែលព្រះគម្ពីរហេព្រើរជំពូក12ខ3ទៅដល់ខ2ទៅដល់ខ3បង្រៀនយើងឲ្យយើងសម្លឹងមើលទៅឯព្រះយេស៊ូវដែលទ្រង់បានស៊ូទ្រាំនឹងឈើឆ្កាងហើយមិនរាប់ការអាម៉ាស់ជាអ្វីឡើយដើម្បីឲ្យយើងមិននឿយណាយឬបាក់ទឹកចិត្តប្រសិនបើយើងនៅតែដើរតាមដានស្នាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទដោយបន្តនៅការអត់ធ្មត់
ដោយបន្តនៅការស្ដាប់បង្គាប់និងទុកចិត្តព្រះរហូតដល់ទីបញ្ចប់យើងនឹងបានចូលរួមចំណែកនៅក្នុងជ័យជំនះដែលទ្រង់បានរៀបចំសម្រាប់កូនរបស់ព្រះអង្គម្នាក់សេចក្តីសន្និដ្ឋានបញ្ចប់លោកអ្នកបងប្អូនជាទីគោរពស្រឡាញ់និងរាប់អានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទតាមរយៈព្រះបន្ទូលក្នុងព្រះគម្ពីររ៉ូមជំពូក5ខ3ទៅដល់ខ4និងព្រះគម្ពីរហេព្រើរជំពូក10ខ36យើងបានរៀនថាការអត់ធ្មត់មិនមែនជាការរងចាំដោយអស់សង្ឃឹមអ្វីនោះទេការអត់ធ្មត់មិនមែនជាការស៊ូទ្រាំដោយគ្មានគោលបំណងអ្វីនោះឡើយប៉ុន្តែវាជាការរស់នៅក្នុងសេចក្តីជំនឿវាជាការទុកចិត្តលើព្រះជាម្ចាស់ដែលទ្រង់មានផែនការដ៏ល្អឥតខ្ចោះសម្រាប់ជីវិតយើងម្នាក់ព្រះទ្រង់បានប្រើការសាកល្បងព្រះទ្រង់បានប្រើការរងចាំនិងព្រះទ្រង់បានប្រើការលំបាកផ្សេងដើម្បីបណ្ដុះជំនឿរបស់យើងដើម្បីបង្កើតចរិតលក្ខណៈរបស់យើងនិងដើម្បីរៀបចំយើងឲ្យស័ក្តិសមនឹងព្រះពរដែលទ្រង់នឹងសន្យាប្រទានឲ្យយើងម្នាក់យើងបានឃើញតាមរយៈជីវិតរបស់លោកយូសែបជីវិតរបស់ស្ដេចដាវីតជីវិតរបស់លោកណូអេជីវិតរបស់លោកយ៉ូបជីវិតរបស់ព្រះយេស៊ូវគ្រីស្ទថាមនុស្សដែលពឹងផ្អែកទៅលើព្រះនឹងអត់ធ្មត់ក្នុងការធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់ទោះបើត្រូវឆ្លងកាត់ការលំបាកក៏ដោយទីបញ្ចប់តែងតែទទួលបាននៅជ័យជំនះនឹងឃើញភាពស្មោះត្រង់របស់ព្រះមិនដែលបោះបង់អ្នកដែលទុកចិត្តលើព្រះទេព្រះអត់ដែលបោះបង់ទេហើយទ្រង់ក៏មិនដែលភ្លេចព្រះបន្ទូលសន្យារបស់ទ្រង់ដែរដូច្នេះសូមកុំឲ្យការលំបាកដែលកំពុងតែមាននៅក្នុងជីវិតរបស់យើងម្នាក់សពថ្ងៃនេះធ្វើឲ្យយើងបាក់ទឹកចិត្តធ្វើឲ្យយើងបោះបង់ចោលសេចក្តីជំនឿផ្ទុយទៅវិញសូមបន្តអធិដ្ឋានសូមបន្តស្ដាប់បង្គាប់សូមបន្តស្រឡាញ់ព្រះនិងបន្តរងចាំដោយអត់ធ្មត់ពីព្រោះនៅពេលវេលារបស់ព្រះយើងនឹងឃើញការសម្រេចនៃព្រះបន្ទូលសន្យារបស់ទ្រង់សម្រាប់ជីវិតយើងសូមឲ្យការអត់ធ្មត់របស់យើងក្លាយជាសក្ខីភាពនៃសេចក្តីជំនឿហើយជ័យជំនះដែលព្រះប្រទានឲ្យនឹងនាំឲ្យព្រះនាមរបស់ទ្រង់ទទួលបាននូវសិរីល្អជារៀងរហូតសូមអធិដ្ឋានបញ្ចប់ជាមួយគ្នាអោព្រះវរបិតាម្ចាស់ស្ថានសួគ៌ដ៏មានព្រះចេស្តានិងពោពេញទៅដោយសេចក្តីមេត្តាករុណានៅវេលាចុងបញ្ចប់នៃការថ្វាយបង្គំនិងការស្ដាប់ព្រះបន្ទូលនៅថ្ងៃនេះទូលព្រះបង្គំយើងខ្ញុំសូមអរព្រគុណទ្រង់ដោយអស់អំពីចិត្តចំពោះព្រះគុណដ៏វិសេសវិសាលនិងព្រះបន្ទូលដ៏មានជីវិតដែលបានបង្រៀននិងកែច្នៃកែប្រែចិត្តរបស់ទូលព្រះបង្គំយើងខ្ញុំសូមឲ្យព្រះបន្ទូលដែលទូលព្រះបង្គំយើងខ្ញុំបានលើនៅថ្ងៃនេះមិនត្រឹមតែស្ថិតនៅក្នុងការចងចាំប៉ុណ្ណោះទេប៉ុន្តែសូមឲ្យវាបានចាក់ឫសយ៉ាងជ្រៅទៅក្នុងដួងចិត្តនិងបង្កើតផលផ្លែដ៏ល្អសម្រាប់ជីវិតរបស់ទូលព្រះបង្គំហើយនឹងថ្វាយសេរីល្អទៅដល់ទ្រង់ព្រះជាម្ចាស់អើយទូលព្រះបង្គំយើងខ្ញុំសូមទូលសូមឲ្យទ្រង់បានប្រទាននូវកម្លាំងប្រទាននូវការអត់ធ្មត់ដល់ទូលព្រះបង្គំយើងខ្ញុំនៅពេលដែលប្រឈមមុខនឹងការសាកល្បងការលំបាកនិងការរងចាំក្នុងជីវិតសូមជួយឲ្យទូលព្រះបង្គំយើងខ្ញុំកុំអស់សង្ឃឹមកុំរអ៊ូរទាំនិងកុំបោះបង់ជំនឿឡើយប៉ុន្តែសូមឲ្យទូលព្រះបង្គំយើងខ្ញុំអាចសម្លឹងមើលទៅព្រះយេស៊ូវគ្រីស្ទដែលជាគំរូដ៏ល្អឥតខ្ចោះនៃការអត់ធ្មត់និងជាការស្ដាប់បង្គាប់រហូតដល់ទីបញ្ចប់សូមប្រទានសូមបង្រៀនទូលព្រះបង្គំយើងខ្ញុំឲ្យចេះរងចាំពេលវេលារបស់ទ្រង់ដែលមានសេចក្តីជំនឿជាថាទ្រង់កំពុងធ្វើការសម្រាប់ប្រយោជន៍របស់អ្នកដែលស្រឡាញ់ទ្រង់សូមឲ្យទូលព្រះបង្គំយើងខ្ញុំពឹងផ្អែកលើប្រាជ្ញាឬសូមកុំឲ្យទូលបង្គំយើងខ្ញុំពឹងផ្អែកលើប្រាជ្ញាឬកម្លាំងរបស់ខ្លួនឡើយប៉ុន្តែសូមឲ្យទូលបង្គំយើងខ្ញុំពឹងផ្អែកទៅលើព្រះវិញ្ញាណបរិសុទ្ធដែលជាអ្នកនាំផ្លូវនិងប្រទានកម្លាំងដល់ទូលបង្គំយើងខ្ញុំជារៀងរាល់ថ្ងៃសូមប្រទានប្រពរដល់គ្រួសារនីមួយៗដែលបានមកថ្វាយបង្គំនៅថ្ងៃនេះក៏ដូចជាអ្នកដែលកំពុងស្ដាប់ទូលព្រះបង្គំដែរសូមប្រទានសុខភាពកម្លាំងប្រាជ្ញាសេចក្តីសុខសាន្តនិងការការពារពីគ្រោះថ្នាក់ទាំងពួងសូមប្រទានប្រពរដល់អ្នកដែលកំពុងតែឈឺអ្នកដែលកំពុងតែជួបការលំបាកផ្នែកហិរញ្ញវត្ថុអ្នកដែលកំពុងតែបាក់ទឹកចិត្តនិងអ្នកដែលកំពុងរងចាំការឆ្លើយតបពីទ្រង់សូមឲ្យពួកគេបានទទួលបទពិសោធន៍នៃព្រះគុណនិងភាពស្មោះត្រង់របស់ទ្រង់នៅក្នុងជីវិតរបស់ពួកគេ
សូមប្រទានពរដល់លោកគ្រូគង្វាលអ្នកដឹកនាំអ្នកបម្រើនិងសមាជិកក្រុមជំនុំទាំងអស់សូមប្រទានបញ្ញាសេចក្តីស្រឡាញ់និងការរួបរួមដើម្បីឲ្យក្រុមជំនុំរាល់ទ្រង់បានរីកចម្រើនក្នុងសេចក្តីពិតនិងក្លាយជាពន្លឺដល់ពិភពលោកទាំងមូលនៅពេលដែលទូព្រះបង្គំយើងខ្ញុំចាកចេញពីទីនេះសូមព្រះវត្តមានរបស់ទ្រង់យាងទៅជាមួយទូព្រះបង្គំយើងខ្ញុំសូមប្រទាននូវការការពារដល់ទូព្រះបង្គំយើងខ្ញុំពីអំពើអាក្រក់ទាំងឡាយប្រទានប្រាជ្ញានៅក្នុងការសម្រេចចិត្តកម្លាំងក្នុងការបំពេញកាតព្វកិច្ចនិងចិត្តដែលស្មោះត្រង់ក្នុងការបម្រើទ្រង់ជារៀងរាល់ថ្ងៃសូមឲ្យជីវិតរបស់ទូព្រះបង្គំយើងខ្ញុំក្លាយជាសក្ខីភាពដ៏ល្អដើម្បីឲ្យអ្នកដទៃបានទទួលព្រះយេស៊ូវគ្រីស្ទនិងលើកតម្កើងព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ទូព្រះបង្គំយើងខ្ញុំទូលអធិដ្ឋានទាំងអស់នេះក្នុងព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនយើងរៀបចំដាក់ដង្វាយជាមួយគ្នា